Bao lực ní xong dễ ổng pi tục lùm bạ rồi bao mình nụ pro vinh mà đòn hay nhom xong an mình tích nơi xa rồi bao bong phò mình nét đại quạt nhà bao nhom an thành tích ở an xảy rương quan lục ắt thì và tại piện đi vì phơi nhom cái độc đùa quạt thá nơi pe đại nhom nơi rột bán nhom miên đầm lấy sầm rạp quạt tạiสถานភាពពេលនេះខ្ញុំរកអត់បានគេមិនសូវឲ្យតម្លៃហើយគេថាខ្ញុំជាមនុស្សអសមត្ថភាពគ្មានទំនួលខុសត្រូវក្នុងគ្រួសារខ្ញុំអានតែប៉ុណ្្នឹងឯងសាច់រឿងគាត់វាវែងឆ្ងាយប៉ុន្តែខ្ញុំយកមកធ្វើប្រធានបទជាលក្ខណៈទូទៅខ្ញុំដឹងថាវិបត្តិសេដ្ឋកិច្ចវាប៉ះពាល់គ្រប់គ្នាទាំងខ្ញុំក៏ប៉ះពាល់ដែរមិនអត់ទេគ្រាន់តែថាអ្នកខ្លះប៉ះច្រើនអ្នកខ្លះប៉ះតិចអ្នកខ្លះប៉ះរហូតដល់ថ្នាក់ត្រូវផ្លាស់ប្ដូរជីវភាពទាំងស្រុងផ្លាស់ប្ដូរជីវិតទាំងស្រុងអ្នកខ្លះប៉ះឲ្យគ្រាន់តែកែប្រែបន្តិចបន្តួចអញ្ចឹងណាអញ្ចឹងវិបត្តិសេដ្ឋកិច្ចហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅលើជីវភាពរបស់មនុស្សភាគច្រើនក៏ប៉ុន្តែដូចខ្ញុំនិយាយអញ្ចឹងខ្ញុំលើកនេះប្រហែលជានិយាយពីទុកលំបាករបស់មនុស្សប្រុសច្រើនជាងមនុស្សស្រីព្រោះតែពិតវិបត្តិសេដ្ឋកិច្ចហ្នឹងវាប៉ះពាល់ទាំងអស់ទាំងស្រីទាំងប្រុសទាំងក្មេងទាំងចាស់អ្នកណាក៏ប៉ះពាល់ដែរប៉ុន្តែមនុស្សប្រុសហាក់បីដូចជាប៉ះច្រើនជាងដោយសារជាទូទៅយើងអត់និយាយគ្រប់ករណីទាំងអស់ហើយដូចគ្រួសារខ្ញុំវាអត់អញ្ចឹងទេប៉ុន្តែជាទូទៅមនុស្សប្រុសជាអ្នករកចំណូលសម្រាប់គ្រួសារហើយនៅពេលដែលមានវិបត្តិសេដ្ឋកិច្ចដែលមានន័យថាគាត់រកលេងបានវាទៅជាបន្ទុករបស់មនុស្សប្រុសគេអត់សូវមើលឃើញថាប្រពន្ធនៅផ្ទះរកអត់បានទេព្រោះគាត់អត់ដែររកដល់ពេលអ្នកដែលគេរកជាប្រចាំហើយរកអត់សូវបានគាត់មានបន្ទុកធ្ងន់ជាងគេអញ្ចឹងហើយនៅពេលដែលការទទួលខុសត្រូវហ្នឹងវាជាការទទួលខុសត្រូវរបស់មនុស្សតែម្នាក់តែពិតវាជារឿងអយុត្តិធម៌ដែរពីព្រោះកន្លងមកខ្ញុំនិយាយពីរឿងអ្នករកចំណូលហើយនិងអ្នកនៅផ្ទះធម្មតាអ្នករកចំណូលនៅខាងក្រៅណាអ្នកនៅផ្ទះក៏ត្រូវតែមានសិទ្ធិលើទ្រព្យសម្បត្តិនឹង 50% ដែរពីព្រោះបើអត់មានអ្នកនៅផ្ទះហ្នឹងទេហើយដែលអ្នកនៅផ្ទះភាគច្រើនជាប្រពន្ធណាបើអត់មានប្រពន្ធធ្វើម្ហូបរៀបចំផ្ទះមើលកូនអីទាំងអស់ហ្នឹងទេយើងជាប្តីអាចចេញទៅធ្វើការបានទេអញ្ចឹងហើយទោះបីយើងជាប្តីជាអ្នករកចំណូលក៏ដោយក៏ប្រពន្ធមានសិទ្ធិ 50% លើទ្រព្យសម្បត្តិហ្នឹងដែរហើយហ្នឹងច្បាប់ចែងហ្មងទោះបីគាត់នៅផ្ទះអត់រកចំណូលក៏ដោយប៉ុន្តែទ្រព្យសម្បត្តិលុយកាក់អីហ្នឹងគឺ 50% ប្រពន្ធត្រូវបានដែរប៉ុន្តែស្របពេលគ្នាពេលដែលរឿងហ្នឹងវាទៅជាពិបាកវិញវាទៅជាអ្នកទៅរកនៅខាងក្រៅរកអត់បានអញ្ចឹងនៅពេលដែលអ្នកខាងក្រៅរកអត់បានវាមិនមែនគ្រាន់តែជាបន្ទុករបស់គាត់តែម្នាក់ឯងវាគួរតែជាការទទួលខុសត្រូវរបស់យើងទាំងពីរអ្នកយើងត្រូវនិយាយឲ្យយុត្តិធម៌ទាំងអស់គ្នាទៅហ៎អញ្ចឹងពេលគេរកបានយើងត្រូវទទួលបាន 50% ដែរពេលដែលគេរកអត់បានក៏យើងត្រូវតែខំប្រឹងជួយរកគ្នាឬក៏ខំប្រឹងជួយលើកទឹកចិត្តគ្នាដែលយើងអត់គួរតែបន្ទោសទេខ្ញុំហើយនឹងប្តីខ្ញុំស្គាល់គ្នាមកជាង10ឆ្នាំមុនពេលរៀបការហើយខ្ញុំជាមនុស្សដែលមានបំណុលតាំងពីនិយាយទៅកំមុំមិនតាន់គឺមានបំណុលហ្មងដែលខ្ញុំធ្លាប់និយាយច្រើនដងហើយដោយសារតែបន្ទុកពីក្រុមគ្រួសារខ្ញុំមកឡើងនឹងឡាក់អីចឹងហើយខ្ញុំមិនមកនិយាយរឿងហ្នឹងម្ដងទៀតទេប៉ុន្តែខ្ញុំលើករឿងករណីប្តីខ្ញុំហ្នឹងហេតុអីបានប្តីខ្ញុំខ្លាយជាប្តីខ្ញុំបានដល់រាល់ថ្ងៃហ្នឹងពីព្រោះក្នុងចំណោមអ្នកដែលខ្ញុំស្គាល់អ្នកតាមស្រឡាញ់ខ្ញុំឬក៏អ្នកដែលខ្ញុំធ្លាប់ស្រឡាញ់មានតែប្តីខ្ញុំហ្នឹងហើយដែលគាត់តែពិតសង្សារខ្ញុំទាំងអស់ដឹងស្ថានភាពទាំងអស់ខ្ញុំមិនមែនជាមនុស្សដែលលាក់អីទេហើយខ្ញុំត្រូវដោះបំណុលគ្រួសារតាំងក្មេងមកប៉ុន្តែប្តីខ្ញុំជាមនុស្សតែម្នាក់គាត់ក្នុងចំណោមមនុស្សដែលខ្ញុំស្គាល់មិនថាប្រុសឬស្រីទេដែលគាត់នៅមើលថែទាំស្រឡាញ់កាន់ដៃគ្នាបើទោះបីខ្ញុំជាពាក់លុយគេក៏ដោយអាហ្នឹងបានជាខ្ញុំរៀបការជាមួយគាត់ព្រោះនិយាយស្មោះត្រង់ទៅតាំងពីដើមឡើយខ្ញុំមិនដែរចង់រៀបការដោយសារខ្ញុំស្រឡាញ់សេរីភាពរស់នៅម្នាក់ឯងរស់នៅឯករាជ្យធ្វើអីក៏បានអញ្ចឹងណាអញ្ចឹងតាំងពីដើមមករបៀប original ហ្មងពីក្មេងមកខ្ញុំអត់ចង់ការទេប៉ុន្តែដោយសារប្តីខ្ញុំមនុស្សល្អពេកអញ្ចឹងក៏ការឥឡូវកូន2បាត់ទៅប៉ុន្តែប្តីខ្ញុំមិនជួយខ្ញុំច្រើនរបៀបថាឲ្យលុយខ្ញុំខ្ចីឬក៏ខំប្រឹងរកឲ្យលុយខ្ញុំអត់ទេខ្ញុំអត់ត្រូវការលុយពីគាត់ទេក៏ប៉ុន្តែខ្ញុំត្រូវការភាពជាដៃគូដែលគាត់អាចលើកទឹកចិត្តគាត់អាចពេលដែលខ្ញុំយំពេលដែលអីខ្ញុំអាចអោបគាត់បានខ្ញុំអាចនិយាយប្រាប់គាត់បានអញ្ចឹងគាត់ជួយខ្ញុំគឺជួយផ្លូវចិត្តនឹងឯងបំណុលគ្រួសារខ្ញុំដោះរហូតមកដល់ពេលបច្ចុប្បន្នខ្ញុំមិនដែរប៉ះលុយប្តីខ្ញុំរៀលទេក៏ប៉ុន្តែអាការដែលគាត់នៅក្បែរខ្ញុំរហូតគ្រប់ដំណាក់កាលហ្នឹងឯងដែលខ្ញុំសម្រេចចិត្តការមួយគាត់ហើយរាល់ថ្ងៃខ្ញុំគោរពខ្ញុំមិនធម្មតាខ្ញុំគោរពប្តីខ្ញុំខ្លាំងមែនទែនគឺដោយសាររឿងហ្នឹងឯងហើយខ្ញុំនិយាយរឿងហ្នឹងគឺខ្ញុំចង់បញ្ជាក់ថាអាការឆ្លងកាត់ការលំបាកហ្នឹងឯងដែលបង្ហាញឲ្យឃើញថាដៃគូជីវិតរបស់យើងហ្នឹងជាមនុស្សដែលត្រឹមត្រូវសម្រាប់យើងដែរឬក៏អត់ព្រោះពេលខ្លះគាត់ជាមនុស្សត្រឹមត្រូវនៅពេលដែលយើងធូរធារប៉ុន្តែនៅពេលដែលយើងមិនធូរធារគាត់លែងជាមនុស្សត្រឹមត្រូវទៀតអីនៅក្នុងគ្រោះក៏វាមានលៀបដែរវាធ្វើឲ្យយើងមើលឃើញភាពពិតរបស់មនុស្សណាបងប្រុសគាត់បានសួរខ្ញុំថាដោយសារឥឡូវហ្នឹងប្រពន្ធគាត់ទាគាត់លែងព្រោះគាត់ថាគាត់ជាមនុស្សចំសៀតគាត់អីចឹងទៅដល់ពេលអញ្ចឹងសំដួលដែលគាត់សួរខ្ញុំគឺតើខ្ញុំគួរតែលែងគាត់ឬក៏ឲ្យចាំឲ្យគាត់លែងខ្ញុំប្តីប្រពន្ធវាមិនមែនណាគេលែងមុនគ្រាន់បើជាងណាគេលែងមុនឈ្នះណាគេលែងមុនលែងក្រោយអន់ទេណាខ្ញុំគិតថាការលែងលះគ្នាហ្នឹងវាគ្រាន់តែជាជំរឿសចុងក្រោយមួយដែលថាយើងលែងទៅមុខបានមួយគ្នាប៉ុន្តែបើបងសួរខ្ញុំថាគួរតែលែងគ្នាអត់និយាយតាមត្រង់ខ្ញុំគិតថាគួរតែលែងប៉ុន្តែខ្ញុំគិតថាគួរតែលែងមិនមែនដោយសារតែពេលដែលយើងពិបាកលុយទៅគួរលែងខ្ញុំនិយាយគួរតែលែងហ្នឹងគឺដោយសារតែបងស្រីគាត់គិតតែពីទីលែងរាល់ថ្ងៃហ្មងណាហើយដល់ពេលអញ្ចឹងទៅខ្ញុំអត់ដឹងថានៅមួយគ្នាមិន
ខ្ញុំអត់មើលឃើញថាណាខុសណាត្រូវទេប៉ុន្តែខ្ញុំសម័យអត់ចេញថាបើសិនជាខ្ញុំនៅក្នុងផ្ទះជាមួយគ្នា2នាក់ហើយមួយថ្ងៃគឺគិតតែពីទៀលេងអាហ្នឹងនៅមួយគ្នាវាសម័យអានៅមួយគ្នានឹងអត់ចេញទេតាមពិតមិនមែនតែរឿងប្តីប្រពន្ធទេគ្រាន់តែរឿងប្តីប្រពន្ធវាស្និទ្ធស្នាលជាងវាអីជាងប៉ុន្តែសូម្បីតែមិត្តភក្តិក៏ដោយអ្នកស្គាល់គ្នាក៏ដោយអីក៏ដោយគឺយើងស្គាល់ធាតុពិតមនុស្សពិតប្រាកដនៅពេលហ្នឹងឯងខ្ញុំសូមបញ្ជាក់ថាខ្ញុំនិយាយថាស្គាល់ធាតុពិតហ្នឹងគឺមិនមែនបានន័យថាឲ្យតែពេលយើងពិបាកគេត្រូវតែជួយលុយយើងឯងពីព្រោះមានអ្នកខ្លះដែលមកហៅខ្ញុំជួយខ្ញុំអត់ជួយទេខ្ញុំអត់មានលុយហើយបើទោះបីខ្ញុំមានលុយវាមានលក្ខខណ្ឌមួយចំនួនដែរអញ្ចឹងទៅអញ្ចឹងមិនមែនបានន័យថាខ្ញុំដឹងតែជួយលុយគេប៉ុន្តែអាការផ្ដោតកម្លាំងចិត្តអាការកាន់ដៃគ្នាអាការតស៊ូមួយគ្នាព្រោះអាពេលពិបាកហ្នឹងណាអ្វីដែលយើងត្រូវការគឺកម្លាំងចិត្តហើយនៅពេលដែលយើងមានកម្លាំងចិត្តយើងស៊ូហៅមួយគ្នាបានហើយប្តីប្រពន្ធគួរតែអញ្ចឹងប្តីប្រពន្ធគួរតែសบายមួយគ្នាពេលកើតទុកគឺកាន់ដៃគ្នាកាន់តែណែនប្តីខ្ញុំកាលនៅជាសង្សារមុនពេលរៀបការពេលខ្ញុំពិបាកម្ដងអារបៀបថាវាមិនដឹងដើរទៅណាមកណាគិតអីអត់ចេញវា stress វាហូរអាងឹតឈឹងតែពលឺទៀនក៏អត់មានណាអ្វីដែលប្តីខ្ញុំកាលនឹងជាសង្សារធ្វើហ្នឹងគឺគាត់នឹងអង្គុយបាក់ចិត្តមួយខ្ញុំហ្នឹងគាត់ប្តីអត់មានលុយទេប្តីខ្ញុំគ្រួសារគាត់ធូរធារជាងខ្ញុំគាត់មានបំណុលដែរប៉ុន្តែប្តីខ្ញុំក៏មិនមែនអ្នកមានដែរដូច្នេះគាត់អត់មានលុយជួយខ្ញុំទេហើយរហូតមកដល់ពេលបច្ចុប្បន្នក៏យើងនៅតែមានលុយរួមសម្រាប់គ្រួសារប៉ុន្តែគាត់មានលុយគាត់ខ្ញុំមានលុយខ្ញុំនៅតែអត់ប៉ះលុយគាត់ចឹងប៉ុន្តែដែលខ្ញុំនិយាយថាគាត់ជួយខ្ញុំហ្នឹងគឺអាផ្លូវចិត្តនឹងឯងចឹងអាការជួយផ្ដល់កម្លាំងចិត្តឲ្យគ្នាអាការអង្គុយស្ដាប់រឿងគ្នាទៅវិញទៅមកអាការជួយសម្រាលបន្ទុកគ្នាអាហ្នឹងឯងដែលយើងហៅថាជាដៃគូជីវិតពិតហើយបើគាត់អត់អាចធ្វើជាដៃគូជីវិតពិតបានទេបើទោះបីយើងនៅមួយគ្នាក៏អត់កើតដែរការបង្ហាញសេចក្តីស្រឡាញ់ណាឬក៏ការរាប់អានយើងបង្ហាញបានល្អបំផុតនៅពេលដែលមនុស្សនឹងពិបាកនៅពេលដែលមនុស្សនឹងស្រួលក្តីស្រឡាញ់នឹងអាចពិតអាចមិនពិតប៉ុន្តែបើម្នាក់នឹងកំពុងពិបាកហើយយើងស្រឡាញ់គាត់ម្នាក់នឹងកំពុងពិបាកហើយយើងជួយគាត់ម្នាក់នឹងកំពុងពិបាកហើយយើងអង្គុយស្ដាប់រឿងឬក៏អង្គុយជួយពិបាកចិត្តមួយគាត់ខ្ញុំគិតថាហ្នឹងឯងជាមិត្តពិតជាស្នេហាពិតជាដៃគូជីវិតពិតខ្ញុំយល់ចិត្តប្រុសខ្ញុំដឹងថានៅពេលដែលមានបញ្ហាសេដ្ឋកិច្ចច្រើនដោយសារយើងជាអ្នកភាគច្រើនគេហៅមេគ្រួសារដែលយើងចេញរកចំណូលខ្ញុំគិតថាយើងក៏ពិបាកជាងគេច្រើនដែរខ្ញុំចង់ឲ្យបងប្រុសទាំងអស់គ្នាដកដង្ហើមវែងខ្ញុំមិនដឹងថាវិបត្តិសេដ្ឋកិច្ចពេលណាវាត្រឡប់មកល្អវិញទេប៉ុន្តែជាទូទៅតែពេលចុះថ្ងៃណាមួយវាឡើងពេលឡើងថ្ងៃណាមួយវាចុះវាតែប៉ុណ្្នឹងឯងខ្ញុំសង្ឃឹមថាបងរឹងមាំគ្រប់គ្រាន់ជាមួយនឹងការគ្រប់គ្រងពីប្រពន្ធពីមិត្តភ័ក្តិពីកូនមានកម្លាំងចិត្តនៅក្នុងការតស៊ូតទៅមុខទៀតខ្ញុំមិនប៉ុណ្ណឹងអរគុណច្រើនបងប្អូនអាចថែមថយមតិយោបល់ខ្លួនឯងនៅខាងក្រោម comment នឹងបាន